បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះជាសកម្មភាពលើកទី1របស់ពួកខ្ញុំដែលធ្វើដំណើរពីទីក្រុងភ្នំពេញទៅទីរួមខេត្តកំពតហើយនេះជាទស្សនវិជ្ជារបស់រថភ្លើងយើងដែលធ្វើដំណើរទៅដែលខ្ញុំថតនៅចំណតខេត្តតាកែវហើយជាដំបូងបងប្អូនត្រូវជ្រើសរើសសម្បត្តិក៏ដូចជាម៉ោងក៏ដូចជាទិសដៅរបស់បងប្អូនទៅព្រោះអីវាមានពីរទិសដៅផ្សេងគ្នាបងប្អូនហើយនេះជាទស្សនវិជ្ជាកៅអីធម្មតាហើយនេះជាទស្សនវិជ្ជាកៅអី business class អញ្ចឹងតម្លៃក៏វាទៅតាមនឹងដែរខុសគ្នាហើយនេះជាកន្លែងដាក់វ៉ាលីដាក់អីវ៉ាន់បងប្អូនហើយនេះជាកន្លែងអង្គុយសម្រាប់បងប្អូនអង្គុយញ៉ាំភេសជ្ជៈឬក៏ដាក់អីវ៉ាន់ដាក់អីគឺគេមានកន្លែងព្យួរកន្លែងអីធំទលាយដែរបងប្អូនអញ្ចឹងអត់អីទេបងប្អូនអាចញ៉ាំទិញអីញ៉ាំទៅដាក់លើហ្នឹងឬក៏ទិញនៅលើហ្នឹងក៏បានឬក៏ទិញនៅកន្លែងចំណតដែលបងប្អូនចោតហើយក្នុងហ្នឹងក៏មានកន្លែងគេលក់កាហ្វេដែរបងប្អូនគឺនេះជាកន្លែងលក់កាហ្វេហើយកុំភ័យទៅទល់នឹងការបត់ដៃបត់ជើងបន្ទប់ទឹកនេះជាបន្ទប់ទឹកមិនមែនយើងជិះតាមរថយន្តឈ្នួលយើងឈើនោមឆ្អីហើយឲ្យតែកង់រថភ្លើងឈប់ឲ្យយើងនោមណាបងប្អូនអញ្ចឹងកុំបារម្ភគឺអនាម័យហើយនឹងឲ្យស្អាតអញ្ចឹងបងប្អូនអាចសាក់បងជិះបានហើយបើសិនជាបងប្អូនទៅខែវស្សាទៅខែមានភ្លៀងគឺនឹងឲ្យវារៀងត្រជាក់ស្រួលធ្វើដំណើរហើយបើសិនជាខែក្តៅបងប្អូនជិះទៅវារៀងក្តៅរៀងអីចឹងទៅហើយនេះពួកខ្ញុំធ្វើដំណើរទៅពីម៉ោង7អញ្ចឹងដល់ទិសដៅម៉ោងប្រហែលជា11 12នៅកំពតអញ្ចឹងបងប្អូនអាចអង្គុយទស្សនាជជែកគ្នាលេងស៊ីត្រាវញ៉ាំកាហ្វេញ៉ាំបាយអីចឹងទៅឬក៏អស់កម្លាំងបងប្អូនអាចគេងដើម្បីគេងយកកម្លាំងដើម្បីទៅដើរលេងនៅកំពតក៏បានហើយនេះជាទស្សនវិជ្ជាតាមដងផ្លូវដែលខែវស្សាគឺទេសភាពគួរសមបងប្អូនស្អាតខៀវស្ងាត់ចឹងណាបើសិនជាខែក្តៅអាចវារៀងក្រៀមកំពិតអាចខែក្តៅចឹងរុក្ខជាតិខ្លះវាអត់ស្រស់បំព្រងចឹងទេបាទដោយសារទិសដៅពួកខ្ញុំមកខេត្តកំពតអញ្ចឹងពួកខ្ញុំឆ្លងកាត់តែពីរស្ថានីយ៍ទេគឺខេត្តតាកែវនិងខេត្តកែបអញ្ចឹងបើ search លើ Google Map មកកន្លែងគេងគឺវាអត់សូវឆ្ងាយប្រហែលទេបងប្អូនអញ្ចឹងពួកខ្ញុំចូល check in ចូលទុកដាក់អីវ៉ាន់អីហើយពួកខ្ញុំក៏បន្តដំណើរមករូបសំណាក់ប្រចាំនៅខេត្តកំពតគឺខ្សែសមុទ្រហ្នឹងហើយបន្តដំណើរទៅកន្លែងថ្មីមួយទៀតគឺកាហ្វេចលងភ្នំដែលបងប្អូនអាច search Google Map ដាក់តែកាហ្វេចលងភ្នំទៅឃើញហើយបងប្អូនហើយទស្សនវិជ្ជាទីហ្នឹងគឺស្អាតដោយសារមេឃភ្លៀងខែរដូវភ្លៀងអញ្ចឹងវាទេសភាពគឺស្រស់ខៀវខ្ចីស្អាតអញ្ចឹងបងប្អូនហើយតើតើនឹងការជួលម៉ូតូដែរបងប្អូនអាចជួលនៅកន្លែងផ្សេងពីគេទេសនៈក៏បានឬក៏បងប្អូនអាចនិយាយជាមួយនៅខាងទេសនៈក៏បានគេមានជួលគេមានអីអញ្ចឹងបងប្អូនអាចជួលមកកញ្ចប់ហ្មងក៏បានដែរអញ្ចឹងបន្ទាប់ពីធ្វើដំណើរហើយពួកខ្ញុំមកកន្លែងកាហ្វេចលងភ្នំហ្នឹងញ៉ាំកាហ្វេញ៉ាំអីទិញទ្រីងទិញអីដើរទស្សនាកន្លែងកញ្ចុះកន្លែងគេអង្គុយលេងតាមចង្កេះភ្នំហើយនេះជាចំណុចខ្ពស់បំផុតនៅកាហ្វេចលងភ្នំហ្នឹងដែលបងប្អូនអាចមើលពីចម្ងាយទៅពីលើភ្នំទៅគឺឃើញទីរួមខេត្តកំពតតែម្ដងហើយយើងអាចអង្គុយទស្សនាផឹកកាហ្វេស៊ីត្រាវនិយាយគ្នាលេងអីចឹងណាអាចទៅតាមហ្នឹងបាទហើយនេះជាកាហ្វេចលងភ្នំដែលយើងមើលពីទីរួមខេត្តកំពតទៅហើយនៅថ្ងៃបន្ទាប់ពួកខ្ញុំក៏ធ្វើដំណើរបន្តទៅលេងខេត្តកែបដែលពួកខ្ញុំធ្វើដំណើរទៅពីពេលព្រឹកអញ្ចឹងវាអត់សូវក្តៅហើយរាំងស្ងាត់តូឡានបងប្អូនអាចចំណាយពេលចាប់ពីទៅតាមលឿនទៅតាមយឺតរបស់បងប្អូនជិះអាចកន្លះម៉ោងជាងហើយពួកខ្ញុំក៏ចូលខ្សែរកកាហ្វេហើយបន្តដំណើរទៅឆ្នេរអង្កោលដោយសារដោយបងប្អូនឃើញអញ្ចឹងគឺទេសភាពមេឃចង់រកភ្លៀងហើយតែពួកខ្ញុំទៅហ្នឹងចៃដន្យអីសំណាងអីអត់អីទេគ្រាន់តែសតុំអញ្ចឹងសំណាងម្យ៉ាងដែរហើយក៏ទទួលបានទេសភាពត្រជាក់ស្រួលស្អាតម្យ៉ាងដែរ
ទិសដៅចុងក្រោយពួកខ្ញុំឈានចូលលេង Cap West ដែលទើបតែបង្កើតថ្មីដែរបងប្អូនអាចចូលទស្សនាក៏ដូចជាគយគន់ទេសភាពប្លែកម្យ៉ាងដែរបងប្អូនហើយនេះជាទស្សនវិជ្ជាខាងក្នុងខាងក្រោមហើយនេះជាទស្សនវិជ្ជានៅខាងលើដំបូលបង្អស់អញ្ចឹងវាប្លែកស្អាតម្យ៉ាងដែរបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណចំពោះការទស្សនាជម្រាបលា